គ្រប់ជំរាបសួរក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទវុធីទៀតហើយថ្ងៃនេះផងដែរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនរីករាយមកទស្សនាសកម្មភាពបន្តការដំណើរសងព្រេង3យប់4ថ្ងៃដែលចំពោះទៅកំចាយបាទហើយក៏ឃើញថាភាពបន្តនេះពួកខ្ញុំបានពោះបានត្រីបាទហើយចាំមើលថាត្រូវជួបអ្វីរករ៉ាក់ទៀតអត់ឥឡូវកុំអោយខាតពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនរីករាយទៅទស្សនាវីដេអូពេញទាំងអស់គ្នាបាទអរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទព្រឹកពហិមឃើញថាមិនទាន់ភ្លឺដីមែនតែនទេក៏ពាក់គុំទៅបាទដើររមើលប្រឡងអានឹងគប់ត្រីដើរចុះដើរឡើងគប់3 4ប្រឡងគប់ហើយគប់ទៀតគប់ហើយគប់ទៀតតែមិនបានត្រីបាទហើយរៀងថ្ងៃដែលបើនឹកឃើញអូតន់ហូបបាយផងក៏ងាកមកអាំងត្រីបាទត្រីពីយប់ហើយមកដល់កន្លែងនេះចាប់ផ្ដើមបាទចាប់ពោះយកឈើចាក់ឲ្យពោះវាចេញមកពោះដាត់សោងបាទពួកខ្ញុំពងដេកថ្ងៃស្រាប់តែដេកបងថាអេពស់សង្សឿធំមកតែជុំហើយទៅណាថាចូលនឹងក៏រោនាំគ្នារត់ឃើញខ្ញុំមិនអស់ចិត្តខ្ញុំពាក់ក្បាលកែវក្បាលគោមទៅបាទចាំងរោតាមកលុកកលៀតថ្មងក៏ឃើញខ្លួនគេប្រហែលប៉ិនកូនដៃទៅវាបាំងអស់ថ្មតែរត់ហ្នឹងវារៀងតល់ខ្ញុំថាមើលទៅឃើញតែពស់ដាក់សោងហើយភក្តីថាពស់នឹងពណ៌ដូចពស់ព្រៃខ្ញុំហៅភក្តីមើលអញ្ចឹងដល់មានណាដល់លទ្ធផលខ្ញុំយកឈើចាក់ឲ្យមកខាងខ្ញុំកាន់ស្នោចាក់វាធ្លឹមក្បាលចេញមកខ្ញុំយកស្នោចាក់ជាប់លើកមកបណ្ដឹងថាដាក់សោងមែនបាទហើយពស់នឹងដូចថាមានច្រើនពុកម៉ែបងប្អូនគាត់បានស្គាល់ហើយបាទវាកាចណាស់វាអត់មានពឹសមែនយើងចាប់ត្រូវស្កត់ក្បាលឲ្យវាស្រួលតែមិនស្រួលនឹងវាងាករោតែខប់ភ្នែកទេពស់នេះមានណាដេកថ្ងៃឬទៅព្រាវថាសัตว์អីដល់ងើយឡើងមិនឃើញតបបងថែលតើគេក្រោកឡើងទៅជឿនោមទៅឃើញពស់បាទហើយពស់នេះឆ្លាតណាពុកម៉ែបងប្អូនបាទកាន់អញ្ចឹងនេះធ្វើពុតធ្វើតែស្លប់ធ្វើតែងាប់ចាំមើលខ្ញុំឡើងពុកម៉ែបងប្អូនចាំទស្សនាទាំងអស់គ្នាបាទTại đó chính mong một thứ bảy miền Tây. Nó. Hai tầng là. Ngâm nó nếu trâu được không? Nó người ta không. Chúng tôi phải một cái thơ coi mưa á, ngạ. Đâu quá không rồi. បាទហើយក៏ដូចជាពុកម៉ែបងប្អូនបានឃើញហើយបាទគ្រាន់តែដាក់ចុះទៅដាក់ស្ដុកស្ដឹងអញ្ចឹងមែនដូចតែងាប់គ្រាន់តែធ្វើបញ្ញាក់វិញតិចមានណាលូនប្រោកចុះទឹកបាទចេះមែនតែនចេះខាងធ្វើពុតឲ្យយើងភ្លេចខ្លួនទៅយើងថាវាងាប់យើងដើរចេញវាលូនរត់បាទហើយឥឡូវក៏ងាកមកដើរប្រវក់ទៀតហើយពុកម៉ែបងប្អូនបាទឡើងទៅលើគប់ចុះគប់ឡើងជាមើលថាថ្ងៃនេះបានអត់ទេខ្ញុំនេះបាទហើយចំពោះការបបកត្រីនេះខ្ញុំគឺស្មាត់ថ្មីចេះហ្មងបាទបងថែលទៀតអូដូចល្វីម៉ាស៊ីនអញ្ចឹងមិនធម្មតាទេបាទមើលតែអង្គុយដឹងប៉ុន្តែអត់រហូតទេបាទហើយខាងព្រះក្តីគប់ខាងនោះចាំមើលលទ្ធផលទាំងអស់គ្នាថាមកល្ងាចនេះពួកខ្ញុំបានត្រីអត់បាទហើយលើថ្ងៃក៏រៀបនឹងលិចទៅហើយបាទហើយក៏ចាប់ផ្ដើមធ្វើដំណើរទៅកន្លែងសម្រាប់វិញមកដល់នេះក៏យប់ល្មមបាទហើយបងថែលក៏ចាប់ផ្ដើមកាត់ភ្លើងកាត់អីហើយខ្ញុំមើលងាកមកមើលត្រីភក្តីដាក់នឹងធុងតកកនេះបាន4ក្បាលបាទបាន4ក្បាលត្រីងាកនឹងហើយខ្ញុំក៏យកត្រីមកធ្វើសកាធ្វើអីនិយាយរួមទៅខាងស្លខ្ញុំមិនសូវជាចេះទេបាទហើយបាទថាដូចថាជួយបានតិចតួចចេះអីជួយនឹងដូចជាធ្វើសកាលាងបន្លែលាងអីអញ្ចឹងបាទហើយមកព្រៃស្រួលមែនតើពុកម៉ែបងប្អូនឲ្យតែមានទឹកគឺក្បែរទឹកស្រួលនឹងយើងធ្វើលាងម្ហូបហាចានឆ្នាំងហើយទឹកក៏ស្អាតទៀតនឹងព្រៃបាទហើយម្ហូបយើងយប់នេះគឺបានស៊ុបស៊ីឆាន់បាទឥឡូវភក្តីក៏ចាប់ផ្ដើមដាក់ត្រីភ្លក់ចូលទៅឆ្នាំងហើយបាទឃើញថាអេមែនតើពុកម៉ែបងប្អូនឥឡូវនៅតែ3នាក់ទេបងវេវគាត់ចេញទៅដូចជាទៅការគេហើយដល់ព្រឹកស្អែកបានគាត់មកយកទូកមកយកពួកខ្ញុំទៅផ្ទះវិញបាទហើយបន្ទាប់ពីជុំគ្នាហូបបាយរួចខាងបងថែលេនេះវិញបាទក៏ចាប់ផ្ដើមធ្វើតែសាយឲ្យភក្តីថាឲ្យខ្ញុំថតគាត់បាទខ្ញុំក៏ថតដែរបាទអត់អីទេហើយក៏ជុំគ្នាដេកទៅដេកលើថ្មយ៉ាងអេមឲ្យពុកម៉ែបងប្អូនដាក់តែប្រកតង់នៅលើទៅប៉ិនអេមិនតាន់បានប្រមាណផងព្រឹកឡើងមានណាភ្លៀងខ្សាច់ខ្ញុំសើមផងឲ្យផងគ្របភួយឃ្លុំនៅដេកហ្នឹងហើយដល់មេឃអន់ភ្លៀងភក្តីក៏ទៅបបកបាត់ឈឹងទៅមិនដឹងមិនទេត្រីបានមិនបានចាំមើលបន្តិចទៀតមកបានប្រមាណ
បាទហើយត្រីទាំងអស់5នេះសល់ពីយប់2យ៉ាងស្មើតែព្រឹកនេះភក្តីបាន3ខ្ញុំក៏យកមកផ្លាស់ហើយកន្លែងប្រឡោះខ្ញុំចូលនឹងឲ្យប្រឡោះពុះចូលដេកមិនសុកនឹងវាខ្ញុំដេកខាងក្នុងបាទខ្ញុំដេកខាងក្នុងឬព្រែវប្រាវហើយខ្ញុំអាំងត្រីបដាបាយបដាច្រើនណាហូបអានឹងមុនបើហៅភក្តីនឹងបងថែលថាមិនតាន់ឃ្លានខ្ញុំក៏ហូបបដាហើយដល់ឥឡូវក៏នាំគ្នាបាទរៀបចំហើយវេវ៉ាន់រៀបចំនឹងចេញទៅវិញបាទហើយប្រមូលសម្រាមប្រមូលអីដុតឲ្យស្អាតបាទហើយឥឡូវរៀបចំរួចរាល់ហើយក៏ចាប់ផ្ដើមធ្វើដំណើរទៅវិញហើយបាទហើយមើលខាងបងថែលដូចបើជេយ៉ាងបាទខាងមុខផងខាងក្រោយផងរែកបាទនឹងហើយឲ្យយកកតាបធំអត់យកទេខ្ជិលយកទៅកតាបទូចរបស់ខ្លួនឯងមួយអត់ចង់ជួយគេស្ពីប៉ុនគិចអីផុតបាទដល់លើដាក់ម្ដងរណែងរណោងទាំងមុខទាំងក្រោយអញ្ចឹងទាំងគាត់ទាំងខ្ញុំម្នាក់និយាយរួមទៅអ្នកណាក៏ឲ្យវ៉ាន់ច្រើនដែរបាទហើយឥឡូវខាងបងវេវគាត់ក៏មកដល់ហើយពួកខ្ញុំក៏ចាប់ផ្ដើមបាទដាក់ឲ្យវ៉ាន់ចុះហើយខ្ញុំនេះយីតែស្រោមសទូចគេមិនតិចដើរទៅឡើងប្រមាណ100ម៉ែត្រដល់ទូកឲ្យភ្លេចឥឡូវដើរមកយកវិញវាជ្រុះតាមផ្លូវបាទហើយឥឡូវជ្រុះឲ្យវ៉ាន់ភ្លេចឲ្យវ៉ាន់យកទៅគ្រប់គ្រាន់ហើយឥឡូវក៏ចាប់ផ្ដើមបាទបងថែលអ៊ំឲ្យក្បាលទូកចេញចាប់ផ្ដើមរៀបចំចេញដំណើរទៅវិញឲ្យពុកម៉ែបងប្អូនបាទ Mr. Thal Woo កំពុងតែអេមអង្គុយនៅលើទូកមើលទេសភាពជុំវិញមកដល់នេះមានណាពុកម៉ែបងប្អូនហើយអាលុតទូកឈឹងខ្ញុំស្មានតែមានបញ្ហាមិនសិនប៉ុនសំណាងដែរវាគ្រាន់តែអស់សាំងទៅបានអាលុតបាទហើយលើក៏ចាក់សាំងចូលប្រឆេះត្រិលទៅមុខទៀតហើយបាទជិះមកផ្លែតទៀតហើយក៏មកដល់កន្លែងកំពុងទូកវិញហើយឥឡូវមកដល់កន្លែងក៏ចាប់ផ្ដើមនាំគ្នាចាត់ចែងយកអីវ៉ាន់ចុះពីទូកអង្គបន្តខាងដល់វគ្គជិះម៉ូតូវិញម្ដងបាទហើយងាកទៅខាងភក្តីនិងបងថែក៏កំពុងតែនឹងរុញម៉ូតូឡើងបាទអស់សាំងវាស្ងួតហើយខ្ញុំឥឡូវក៏ចាប់ផ្ដើមបាទធាក់ប្រេនចេញទៅមុនហើយបងវេវទៅមុនគេបាទហើយបន្ទាប់ពីនឹងដល់ខ្ញុំហើយខាងបងថែគាត់ថាគាត់ចង់ហាត់ប្រាណគាត់ចង់ជិះម៉ូតូទេបាទមិនដឹងតែគាត់ចង់ហាត់ប្រាណមែនឬក៏គាត់ដោយពុកម៉ែបងប្អូនបានឃើញបាទផ្លូវវាល្អពេកគាត់សុខចិត្តដើរក៏មិនដឹងបាទហើយនិយាយលេងទៅពុកម៉ែបងប្អូនបើមានខុសឆ្គងអីក៏ប្រកែប្រកាន់ខ្ញុំបាទហើយឥឡូវមកដល់មុខអត់ផុតមែនអត់ផុតពីការរករាក់ដោយខ្ញុំបាននិយាយមែនខ្ញុំបាននិយាយបាទថាមើលមានរករាក់អីអត់ហើយមានណាមិនតាន់បានប្រមាណចេញមកពីព្រៃផុតកន្លែងពិបាកនឹកថាផុតហើយអត់រករាក់ទេមកដល់ផ្លូវល្អនៅតែរករាក់ភក្តីរុញអស់ពីរុញឥឡូវភក្តីមកជិះខ្ញុំឲ្យបងថែលជិះម៉ូតូនឹងវិញម្ដងព្រោះអីគាត់រៀងស្រាលខ្លួនដែរបាទប៉ិនមើលចុះមើលរៀងគាត់ជិះចុះបាទគាត់តែខ្ញុំមើលទៅជិះម៉ូតូបដាសើចបដាគាត់ធ្វើក៏ផ្លែងឲ្យយើងសើចមកតែតែមកអស់អង្គុយឥឡូវដល់ឈរម្ដងម៉ានបងថែលយើងម៉ានបាទហើយជិះមកផ្លែម៉ូតូមិញហ្នឹងយកទៅផ្ញើនៅជាងបាទហើយឥឡូវក៏មកដល់ផ្ទះបងវេវបាទហើយគាត់យកម៉ូតូគាត់ទៅដុបភក្តីនឹងបងថែលមកតាមក្រោយហើយនេះចុះទៅលេងមើលកន្លែងគាត់បាទកន្លែងនៅមាត់ស្ទឹងបាទហើយឃើញថាអេមែនតានកន្លែងគាត់បាទមានទឹកនៅមាត់ស្ទឹងមានកន្លែងអង្គុយទូលំទូលាយសម្រាប់យើងស្រូបខ្យល់អាកាសហើយខាងគាត់ក៏មានធ្វើខាងមហូបកំងច្រើនមុខដែរបាទហើយអញ្ចឹងហើយបើចំពោះពុកម៉ែបងប្អូនណាចង់មកលេងអាចតាក់ទងទៅគាត់មុនតាមលេខទូរស័ព្ទនេះបានបាទហើយឥឡូវចេញមកដល់ទីរួមខេត្តកពតឃើញថាឡានជួបរករ៉ាទៀតហើយចូលជាងទៀតហើយបាទហើយបង្ហាំងគាត់ចេញមកជូនតាណាពួកខ្ញុំបាទហើយវីដេអូថ្ងៃនេះក៏ចប់ត្រឹមនេះដែរពុកម៉ែបងប្អូនបាទហើយក៏សូមអរគុណកាន់តែដល់ពុកម៉ែបងប្អូនអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូខ្ញុំបាទបាយបាយពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នា